bồn nhom mong quay lên những bồn hay ra ní hay cái bom mà xa bồn tai khi mọt tray miền bồn tray miền sọc lạc cái chạm bắt ở hai những bồn này nó ra này nhưng mà hiện cho những bồn này xa nhom tụi trên thực ca những lạc lại những bồn chúng mà bồn na mà rọt tray này đâu ba bồn kinh nó thấy mấy mọt thấy tụ thì kẻ bồn mà chạm máu này một bò lại nhom vậy nó cứ đinh bạt đây là khi cái cài bây giờ bữa mà rồi thấy lối hồn tung bồn bây giờ miền tung miền thì lối hiện từ cái cài cái hành màu rồi mà tập là rình ó lại nghe thằng bánh mầm bồn បន្ទាប់ពីខ្ញុំដើររកត្រីហើយក៏ឃើញកន្លែងគេជិះអស់អញ្ចឹងហើយក៏គេកកាយកអន្ទង់យកអីចឹងបងប្អូនម្ដងខ្ញុំមកមើលបងប្អូនដែលគាត់វាយមងគឺយកត្រីយកអីចឹងបងប្អូនក្នុងនេះបឹងនេះគឺតែរិញទេបងប្អូនហើយបន្ទាប់ពីមកមើលបងវាយមងហើយក៏មកមើលបងប្រុសម្នាក់គាត់កំពុងស្ទូចត្រីដែរបងប្អូនហើយមិនដឹងគាត់ថារកនុយណាទេបងប្អូនគឺបានស្ទូចបានអីបើខ្ញុំពិបាកអនុយណារដូវប្រាំងចឹងបងប្អូនហើយក្នុងបឹងឈូកនឹងគឺមានបងប្អូនខ្លះមកស្ទូចត្រីបងប្អូនខ្លះមកបងសណាញ់ដូចបងគាត់នេះគាត់មកបងសណាញ់ចឹងបងប្រុសខ្ញុំបងប្អូនឲ្យតែថ្ងៃអាទិត្យថ្ងៃចឹងបងប្អូនគាត់ប្រពន្ធគាត់មកបងសណាញ់ហ្នឹងឯងបងប្អូនព្រោះថាកន្លែងហ្នឹងគឺកន្លែងរកត្រីតែម្ដងបងប្អូនហើយគាត់ថាកន្លែងហ្នឹងគឺជ្រៅបងប្អូនបងបានតែខាងទេព្រោះនៅដាអីគឺបងប្អូនជំរឿវាជ្រៅដែរហើយកន្លែងនេះគឺអំបិលតែម្ដងបងប្អូនបងបានទេដោយសារយើងមកបងក្រោយគេផងបងប្អូនអានេះរៀបល្ងាចចឹងបងប្អូនអញ្ចឹងហើយដល់គេមកមុនទៅគេបងទៅត្រីក៏វាផ្អើលតាមនោះដែរចឹងបងប្អូនមិនមែនមករកតែយើងទេបងប្អូនគេមករកដែរចឹងបងប្អូនគេទៅនេដែរចឹងគេមករកដែរខ្លះបងប្អូនខ្លះគាត់មកស្ទួយតាមនោះដែរចឹងបងប្អូនដូចបងប្រុសមិនចឹងគាត់ស្ទួយតាមបឹងឈូកនេះឆ្ងាយទេបងប្អូននៅកន្លែងនេះគឺវាអត់មានបឹងឈូកទេដោយសារទឹកវាជ្រៅចឹងគេតាមជួតកើតអញ្ចឹងបងប្អូនអញ្ចឹងវាឡៃចិនដៅហើយក្នុងហ្នឹងគឺមិនដែររិញទេបងប្អូនវាជំរឿជ្រៅចឹងបងប្អូនហើយដោយសារថ្មវាច្រើនដែរអញ្ចឹងបងប្អូនត្រីក៏អាចក្រាបតាមថ្មអញ្ចឹងទៅគេពិបាកហើយខ្ញុំឃើញបងគាត់ខ្លះគាត់បងទៅគាត់ជាមួយទឹកអីទៅបងប្អូនមិនបានត្រីស្លអញ្ចឹងបងប្អូនដោយសារយើងមិនអាចលើកបេផ្ដាស់បានបងប្អូនតែលើកបេផ្ដាស់ត្រីវាក្រាបតាមថ្មអញ្ចឹងទៅវារួចតោះតែយើងលឹបទឹកចាប់អីហ្នឹងបងប្អូនពេលយើងបងបងប្អូនតែវាពិបាកដែរបងប្អូនយើងមិនឈ្នះជាមួយទេបងប្អូនដោយសារទឹកជ្រៅដែរអញ្ចឹងបងប្អូនបងខ្ញុំបងប្អូនពេលសណាញ់ជាប់ជើងជាប់អីក៏ជាមួយដែរកន្លែងនេះក៏ចូលជាមួយដែរដោយសារសណាញ់វាជាប់ជើងអញ្ចឹងបងប្អូនហើយខ្ញុំថតកាត់ទេបងប្អូនហើយគាត់ថាមកវិញហ្នឹងបងប្អូនគាត់ថាទឹកជ្រៅណាស់មិនអាចបងបាននេះអញ្ចឹងទៅបងប្អូនហើយសវោថ្មមិញក៏ចូលដោះសណាញ់អញ្ចឹងខ្លាចលហែកខ្លាចអីអញ្ចឹងទៅបងប្អូនអញ្ចឹងហើយបើសិនជាចូលដោះលហែកសណាញ់แล้วចេះទាញអញ្ចឹងបងប្អូនអញ្ចឹងយើងខំទិញលុយមកអមកណោដែរអញ្ចឹងបងប្អូនគាត់ចេះហែទឹកចេះអីអញ្ចឹងជាមួយបានបងប្អូនគាត់ថាជ្រៅណាស់កន្លែងហ្នឹងអាហ្នឹងខាងផងគាត់ថាជំរឿប្រហែល 4-5 ម៉ែត្រដែរបងប្អូនហើយសណាញ់យើងទួយទៀតហើយតម្រាំធ្លាក់ដល់ហ្នឹងត្រីវាចេញអស់បាត់ហ្នឹងបងប្អូននេះគ្មានបានត្រីទេបងប្អូនចូលតែខ្ចៅបានបងប្អូនហើយខ្ញុំឃើញគាត់លលាស់ច្រើនអីចឹងបងប្អូនលើកមកសិតខ្ចៅអីចឹងទៅក៏ខ្ញុំរើសយកទៅស្ងោរអីហ្នឹងបងប្អូននេះខ្ចៅឃើញអត់សិតខ្ចៅហើយកូនត្រីទួយ2-3ដែរបងប្អូនចូលវាមិនអត់ទេគាត់ថាត្រីចាញ់ជ្រះហ្នឹងបងប្អូនហើយខ្ចៅវិញឡើងមកកណងបងប្អូនហើយបានសិតខ្ចៅត្រីអត់ទៅបានទេត្រីបានតែទួយត្រីចាញ់ជ្រះហ្នឹងបើខ្ចៅខ្ញុំរើសយកទៅស្ងោរអញ្ចឹងបងប្អូនយកទៅដាក់ទុកវាមួយថ្ងៃទៅបងប្អូនដើម្បីវាអស់ដីអញ្ចឹងយើងស្រួលស្ងោរឆ្អិនទៅជាមួយទឹកប្រហុកគឺឆ្ងាញ់មែនតើបងប្អូនបើនៅស្រែវិញអែមណាបងប្អូនហើយរើសខ្ចៅបានអីយកស្ងោរហើយមានទឹកប្រហុកទៀតគឺអែមហើយថ្ងៃយើងលេចដែរបងប្អូនហើយបងសណាញ់នេះហើយយើងទៅផ្ទះវិញបងប្អូនដោយសារងាយដែរអញ្ចឹងបងប្អូន